tiềm bà cứ stam lô bà chẳng stam lôคือในแต่เมียนในเลยตีซาปัจจุบันbàได้ใจโดยกรมพลเมกาให้สองง่ายคือยังในเมียนตีเล็กbàเล็ก5 มิลลิกรัม10 มิลลิกรัมbàให้กรมเมียนกรมสดเลยผมเปรียบเทียบมวยเทียได้bàคืออีน้ำbàคันหนึ่งกรม ACEI bàหนึ่งรีซิโลbàคือโลสตางค์bàกรมคันหนึ่งกรม AOB បាទហើយក៏មានពួកសត្វខ្លាគ្រាបាទគឺប្រឆាំងនឹងការកើតជាប់របស់ខ្លាកែបឬធ្វើឲ្យគ្រាប់ឈាមហូរបានល្អនៅក្នុងសរសៃឈាមនិងចុងក្រោយគឺអូមេសបាទនៅថ្ងៃនេះដែរបងសូមលើកយកអសតមួយដែលមានជាជំរឿនល្អសម្រាប់បេះដូងរបស់អ្នកជំងឺនោះគឺខ្លាគ្រាបាទខ្លាគ្រាគឺក្លពីដូការ៉េ75 មីលីក្រាមបាទចឹងលោកគ្រូដឹងហើយកត្តាដែលបង្កឡើងដោយការស្អិតជាប់មានបញ្ហា vascular disease ឬក៏ការកកកំណកឈាមនោះគឺវាធ្វើបណ្ដាលឲ្យមានហានិភ័យ3ធំបាទគឺធ្វើឲ្យ stroke បាទនិង coronary artery disease បាទនិង peripheral artery disease បាទចឹងផលវិបាកដែលបង្កឡើងដោយការស្អិតជាប់របស់ផ្លាកែនោះគឺទី1គឺបណ្ដាលឲ្យមាន myocardial infarction ដែលយើងហៅរលួយសាច់បេះដូងបាទឬ stroke បាទហើយនឹង peripheral artery disease បាទអញ្ចឹងដើម្បីកាត់បន្ថយនៅហានិភ័យទាំង3ហ្នឹងគឺយើងត្រូវការប្រើប្រាស់ក្រុមឱសថដែលប្រឆាំងនឹងការស្អិតជាប់របស់ផ្លាកែតបាទហើយទូនីតិរបស់ក្រុមឱសថដែលប្រឆាំងនឹងការស្អិតជាប់របស់ផ្លាកែតនោះគឺវាទៅកាត់បន្ថយនៅ risk ដែលបណ្ដាលមកពី vascular event នោះគឺកាត់បន្ថយនៅ stroke បាទកាត់បន្ថយនៅ coronary artery disease និងកាត់បន្ថយនៅ peripheral artery disease បាទអញ្ចឹងសម្រាប់ផ្លាគ្រីលគឺជាក្រុមឱសថប្រឆាំងនឹងការស្អិតជាប់របស់ផ្លាកែតបាទគឺវាជួយការពារកុំឲ្យមានកំណកឈាមបាទវាធ្វើឲ្យឈាមហូរបានល្អនៅក្នុងសរសៃឈាមបាទនេះគឺជា mode action របស់ផ្លាគ្រីលបាទអញ្ចឹងលោកគ្រូដឹងពេលដែលកំណកឈាមវាកើតឡើងបានដោយសារ ADP បាទ ADP គឺវាមានសកម្មភាពគឺវាទៅចាប់ជាមួយនឹង P2 Y12 subtype receptor របស់វាដែលធ្វើឲ្យមានសកម្មភាពទៅលើ glycoprotein GB2B និង 3A complex ដែលធ្វើឲ្យមានកំណកឈាមក្នុងករណីដែលយើងអត់ចង់ឲ្យវាមានការកើតឡើងនៃការស្អិតជាប់របស់ផ្លាកែតឬក៏កុំឲ្យមានកំណកឈាមនោះគឺយើងត្រូវប្រើប្រាស់ពួក antiplatelet គឺ clopidogrel បាទអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ clopidogrel ទៅគឺវាទៅចាប់ជាមួយនឹង receptor របស់ ADP បាទអញ្ចឹងនៅពេលដែលវាទៅចាប់មួយ receptor របស់ ADP វាអត់មានសកម្មភាពទៅលើ glycoprotein ទេអញ្ចឹងវាមិនឲ្យមានកំណកឈាមកើតឡើងបាទបាទហើយសម្រាប់ផ្លាគ្រីយើងក៏មានការសិក្សាជាច្រើនបញ្ជាក់ពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វាដែលយើងធ្វើការប្រៀបធៀបជាមួយនឹងអ្នកដែលគាត់ប្រើប្រាស់នៅក្រុមឱសថ aspirin បាទអញ្ចឹងយើងធ្វើការសិក្សាច្រើនកន្លែងបាទ384 center និង16ប្រទេសហើយចំនួនអ្នកដែលយើងយកមកសិក្សានោះមានចំនួន19000នាក់បាទទៅលើរយៈពេលពី1ឆ្នាំទៅ3ឆ្នាំបាទទៅលើជាមួយនឹងករណី ischemic atherothrombotic stroke បាទ MI និង peripheral artery disease បាទអញ្ចឹងលទ្ធផលបង្ហាញថារយៈពេលប្រសិទ្ធភាពរបស់ clopidogrel ដែលយើងប្រៀបធៀបជាមួយនឹងអ្នកដែលគាត់ប្រើប្រាស់ aspirin បាទអញ្ចឹងយើងសង្កេតឃើញថា clopidogrel វាកាត់បន្ថយនេះបាន 7.8.7% បាទសម្រាប់អ្នកជំងឺដែលគាត់កាត់បន្ថយនៅការឲ្យគាត់ទៅសម្រាប់ពេទ្យម្ដងទៀតដែលបណ្ដាលមកពីការហូរឈាមនោះបាទផ្លាគ្រីគឺកាត់បន្ថយបាន 9.1% ប្រៀបធៀបនឹង aspirin បាទហើយបើតាក់ទងទៅនឹងសុវត្ថិភាពរបស់វាគឺយើងឃើញថាផ្លាគ្រីគឺវាមានសុវត្ថិភាពជាង aspirin បាទតាក់ទងនឹងការហូរឈាមបាទហើយក៏មានការសិក្សាមួយទៀតដែរតាក់ទងនឹងការប្រើប្រាស់ clopidogrel យើងបូកជាមួយនឹង aspirin យើងប្រៀបធៀបជាមួយអ្នកដែលគាត់ប្រើប្រាស់ placebo បាទបូកជាមួយនឹង aspirin បាទហើយយើងធ្វើការសិក្សាជាច្រើនប្រទេសដូចគ្នាបាទទៅលើអ្នកជំងឺ12000នាក់បាទក្នុងករណីដែលគាត់មានបញ្ហា cardiovascular death MI និង stroke បាទអញ្ចឹងលទ្ធផលរយៈពេលខ្លីរយៈពេលវែងបង្ហាញមកថាទៅលើអ្នកដែលប្រើប្រាស់ clopidogrel បូកជាមួយនឹង aspirin ក្នុងករណីដែលគាត់មានបញ្ហា MI stroke និង cardiovascular death នោះគឺយើងកាត់ឃើញផ្លាគ្រីដែលប្រើបូកជាមួយនឹង aspirin វាកាត់បន្ថយបាន 20% បើយើងប្រៀបធៀបអ្នកជំងឺដែលគាត់ប្រើ placebo បូកជាមួយនឹង aspirin បាទហើយទាក់ទងនឹងការហូរឈាមបាទគឺយើងមើលសង្កេតឃើញថាពីរហ្នឹងវាដូចគ្នាទេបាទបាទ placebo តើសុវត្ថិភាពរបស់វានឹង aspirin វាស្មើវាដូចនឹងយើងប្រើប្រាស់ clopidogrel នឹងបូកនឹង aspirin ដូចគ្នា
បាទអញ្ចឹងសកម្មភាពរបស់ផ្លាគ្រីគឺវា absorption 50%បាទហើយ time maximum វាបានថារយៈពេលទៅ1ម៉ោងគឺចាប់ឡើងមានសកម្មភាពតែម្ដងបាទហើយ half life របស់វាមានរយៈពេល8ម៉ោងនៅក្នុងឈាមបាទហើយ protein binding វាគឺ94%បាទវាសឹងដូចឆ្នាំចាក់ដែរបាទហើយវាបញ្ចេញតាមទឹកនោមនិងលាមកបាទហើយ indication របស់ផ្លាគ្រីជាមួយយើងប្រើទៅលើអ្នកជំងឺដែលគាត់មានបញ្ហា acute coronary syndrome បាទហើយសម្រាប់ដូសនៃការប្រើប្រាស់របស់អ្នកជំងឺ acute coronary syndrome នោះគឺយើង recommend ឲ្យប្រើ loading dose បាទបានថាប្រើ4គ្រាប់300 មីលីក្រាមបាទដើម្បីជួយសង្គ្រោះជីវិតរបស់អ្នកជំងឺបានទាន់ពេលវេលាបើយើងប្រៀបធៀបជាមួយនឹងការប្រើប្រាស់តាមមួយគ្រាប់គឺវាយូរបាទរយៈពេលយូរហើយយើងត្រូវបានប្រើប្រាស់ទីកម្រិតប្រើទៅលើអ្នកគាត់មានប្រវត្តិ MI បាទគាត់មានប្រវត្តិ stroke បាទនិងអ្នកជំងឺគាត់មានបញ្ហាយ៉ាបែតនិង peripheral artery disease អញ្ចឹងយើង recommend ឲ្យគាត់ព្រមមួយថ្ងៃទៅមួយគ្រាប់ទេបាទនេះគឺជាយ៉ាក្រាមបញ្ជាក់ពីការប្រើប្រាស់ loading dose នៅពេលដែលយើងប្រើ loading dose 300មីលីក្រាមនោះសកម្មភាពវារយៈពេលតែ3ម៉ោងគឺថាវាឡើងខ្ពស់មែនតើអញ្ចឹងវាអាចជួយសង្គ្រោះអ្នកជីវិតរបស់អ្នកជំងឺទាន់ពេលវេលាតែបើយើងឲ្យគាត់ប្រើមួយគ្រាប់អានោះវារយៈពេល7ថ្ងៃបានប្រសិទ្ធភាពវាឡើងបានអញ្ចឹងវាយូរបាទបាទនេះគឺជារូបភាពបន្តមុនប្រើនិងបន្តប្រើនៃការប្រើប្រាស់ផ្លាគ្រីលបាទយើងឃើញសរសៃជានៅសរសៃឈាមរបស់អ្នកជំងឺវាមិនមានការស្អិតចោលរបស់ផ្លាកែច្រើនអញ្ចឹងអាចគ្រាប់ឈាមហូរបានល្អបាទអញ្ចឹងជាសរុបមកផ្លាគ្រីគឺជាអសិលល្អសម្រាប់បេះដូងរបស់អ្នកជំងឺបាទវាធ្វើឲ្យឈាមហូរបានល្អវាជួយឲ្យការពារការស្អិតចោលរបស់ផ្លាកែបាទហើយវាមានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ជាងការប្រើប្រាស់របស់អាស្ពីរីនបាទអញ្ចឹងហើយសម្រាប់ដុកទ័រ Reddy បាទក៏មាននាំចូលនៅអសតលើឈាមមួយផ្សេងទៀតដែរបាទដូចជា Risolo បាទយើងមាន2លេខ25និងលេខ50បាទវាជាជម្រើសល្អអ្នកសម្រាប់អ្នកជំងឺដែលគាត់មានបញ្ហាលើសសម្ពាធឈាមថ្មីអ្នកជំងឺដែលគាត់មានបញ្ហាលើសសម្ពាធឈាមហើយមានជំងឺទឹកនោមផ្អែមបាទនិងអ្នកជំងឺទឹកនោមផ្អែមបាទនឹងបន្ទាប់គឺ Stamlo បាទ Stamlo គឺនៅតែជាជម្រើសល្អសម្រាប់អ្នកជំងឺលើសម្ពាធឈាមបាទជាសកលបាទមិនត្រឹមប្រទេសកម្ពុជាទេសម្ងាត់ក៏យើងមានច្រើនប្រទេសដែរបាទហើយសម្រាប់អ្នកជំងឺដែលគាត់មានវ័យចំណាស់ចាប់ពី55ឆ្នាំបាទហើយប្រសិទ្ធភាពរបស់វាគឺ24ម៉ោងលើ24ម៉ោងបាទនឹងមានក្រុមឱសថមួយទៀតដែរគឺ ACE ENAM បាទគឺ ENAM Enalapril 10មីលីក្រាមបាទជាជម្រើសដំបូងល្អសម្រាប់អ្នកជំងឺដែលគាត់មានវ័យក្រោម55ឆ្នាំបាទហើយជាអាចប្រើប្រាស់ទៅលើអ្នកជំងឺមានគាត់មានឬក៏គ្មានជំងឺកម្លាំងនោមបាទមានឬក៏មានជំងឺយ៉ាបែតបាទបាទហើយក្រុមឱសថដុកទ័រ Reddy ទាំងអស់សម្រាប់យើងត្រូវបាន approve ដោយ FDA របស់សហរដ្ឋអាមេរិកពីសុវត្ថិភាពនិងគុណភាពរបស់ឱសថបាទជាចុងក្រោយគឺយើងមានអូមេសបាទអូមេសក៏លោកគ្រូក៏បានស្គាល់យូរដែរបាទអូមេសគឺអូមេប្រាហ្សូ20មីលីក្រាមរបស់ Dr. Reddy បាទដែលយើងផលិតឡើងដោយ modern technology ព្រោះគ្រាប់ថ្នាំវាមួយយើងផលិតជា3ស្រទាប់បាទអញ្ចឹងវាគុណភាពរបស់វា20មីលីក្រាមបានថាវាជ្រាបចូលក្នុងគ្នាកោសិកាប្រទេសគឺសុទ្ធតែម្ដង20មីលីក្រាមបាទជាចុងក្រោយសូមអរគុណចំពោះលោកគ្រូដែលបានយកចិត្តទុកដាក់ក្នុងការបរិហារបងប្អូនហើយសង្ឃឹមថាលោកគ្រូនៅបន្តការគ្រប់គ្រងនិងផលិតផលរបស់ Dr. Reddy តទៅមុខទៀតបាទសូមអរគុណលោកគ្រូ